លោកថាក្នុងពេលសម័យថ្ងៃមួយនឹងសកទេវរាជចូលមកថ្វាយអង្គមស្ទូលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនគឺទានអ្វីឈ្នះអស់ទានទាំងពួងហើយសេចក្តីត្រេកអរអីឈ្នះអស់សេចក្តីត្រេកអរទាំងពួងហើយរសជាតិអីដែលឆ្ងាញ់ជាងរសជាតិទាំងពួងការអស់ទៅនៃអីទើបឈ្មោះថាអស់ប្រសើរបានព្រះសម្មាសម្ពុទ្ធលោកទ្រង់សម្ដែងថាសัพពទានnăngធម្មទានnăngជីនីតិថាធម្មទាននឹងឈ្នះអស់ទានទាំងពួងធម្មរសੰធម្មរសោជីនីតិធម្មរសជាតិនៃប្រធរនឹងឈ្នះអស់រសជាតិទាំងពួងសัพពរតੰធម្មរតិជីនីតិសេចក្តីត្រេកអររីករាយនៅក្នុងធម៌នឹងឈ្នះអស់សេចក្តីត្រេកអរទាំងពួងតណ្ហកយោសត្វទុក្ខជីនីតិការអស់ទៅនៃតណ្ហានឹងឈ្មោះថាឈ្នះអស់អ្វីសពយ៉ាងហើយធ្វើទានមិនបានហៅថាធម្មទានឈ្នះអស់ទានទាំងពួងលោកថាសំបីមនុស្សកសាងកុដិសាលាព្រះវិហារឬក៏ប្រគេនស្បង់ស្បៃត្រៃជាពរដល់ព្រះសង្ឃព្រះពុទ្ធបច្ចេកពុទ្ធគង់តម្រៀបគ្នាតាំងពីដីរហូតព្រហ្មលោកក៏ដោយញោមបើសិនជាមានអ្នកណាម្នាក់ចូលទៅធ្វើធម្មទានតែមួយគាថាពីរគាថាថាបានបុណ្យច្រើនជាងកសាងបុណ្យទានទាំងនោះទៀតប្រគេនស្បង់ជាពរប្រគេនចង្ហាន់ប្រគេនធ្វើអីក៏ដោយដល់ប្រសងគង់តាំងពីដីរហូតដល់ព្រហ្មលោកប៉ុន្តែបានបន់តែជាងធម្មទានហើយមិនបានជាលោកថាធម្មទាននឹងបានបន់ច្រើនម្លេះគេថាមនុស្សយើងទាំងអស់គ្នានឹងដែលចេះមកធ្វើបន់នឹងអាស្រ័យធម្មទានទេស្ដាប់ធម៌ពីជាតិមុនឬក៏ពីពេលមុនមកយល់ថាធ្វើទៅវាបានបន់ចេះធ្វើទៅបានបន់ចោះធ្វើទៅឧទ្ទិសជូនដល់មេត្តាបិតាអញ្ចេះអញ្ចោះចឹងទៅបានយើងមកហ្នឹងបើកុំបានធម្មទានជួយអត់មកទេមិនអញ្ចឹងណាញោមឃើញណាអញ្ចឹងយើងអាចមកធ្វើបន់បានហ្នឹងអាស្រ័យធម្មទានហ៊ានចំណាយដើមទុនកសាងវត្តកសាងកុដិសាលាព្រះវិហារអស់រាប់ម៉ឺនសែនលានអាស្រ័យមកពីអីមកពីមានធម្មទានដោយសារស្ដាប់ធម៌ទៅមានជំនឿជឿបង្កើតសទ្ធាជ្រះថ្លាបើកុំចង់វ័យចំណាស់ចាស់ប៉ុណ្ណេះទៅជាផងមិនសំណោះមកទេប៉ុន្តែដោយសារមានព្រះធម៌ដែលដឹកនាំឲ្យយើងមកដូច្នេះធ្វើទានទាំងអស់នឹងបានដោយសារព្រះធម៌បានលោកថាធម្មទាននឹងឈ្នះអស់ទានទាំងពួងហើយធម្មរសឈ្នះអស់រសជាតិទាំងពួងថ្ងៃនេះសុខចិត្តខានទៅហាងខានទៅកាហ្វេខានទៅ hamburger ឯណាក៏បានដែរឲ្យតែបានស្ដាប់ធម៌មនុស្សតែចូលចិត្តធម៌ហើយវ័យចាស់ចំណាស់ដើមមិនចង់រួចក៏នៅតែចង់មកដែរញោមមើលឃើញដែរគេបបួលទៅហាងមិនទៅទេបើបបួលទៅស្ដាប់ធម៌ទៅមកពីត្រេកអរនិងរសជាតិពធឈ្នះអស់សេចក្តីត្រេកអរទាំងពួងចឹងហើយរសជាតិពធក៏ឈ្នះរសជាតិទាំងពួងសេចក្តីត្រេកអរក្នុងធម៌ក៏ឈ្នះសេចក្តីត្រេកអរទាំងពួងឯចំណែកខាងការអស់ទៅនៃតណ្ហាគឺឈ្មោះថាអស់នៅសេចក្តីទុក្ខទាំងឡាយទាំងពួងដែរដូច្នេះអាត្មាសូមបញ្ជាក់ថាព្រះពុទ្ធសាសនាយើងដែលអាចតាំងថិតថេរជេរកាលនៅរហូតដល់សពថ្ងៃនឹងបន្តទៅមុខទៀតបានគឺអាស្រ័យនៅលើធម៌ទេណាញោមព្រះពុទ្ធព្រះអង្គផ្សព្វផ្សាយសាសនាគឺមិនមែនផ្សព្វផ្សាយដោយសារដើរធ្វើនេះធ្វើនោះទេគឺថាព្រះអង្គផ្សព្វផ្សាយសាសនាដោយការដើរសម្ដែងធម៌ឲ្យមនុស្សបានស្ដាប់ឲ្យមនុស្សបានចេះបានដឹងបានយល់